បាទជំរាបសួរបងប្អូនដែលជាអ្នកប្រកបអាជីពធ្វើមេស្ពតផ្សិតច្បាើឬបងប្អូនដែលមិនធ្លាប់តែចង់រៀនណាពីការធ្វើមេស្ពតផ្សិតច្បាើតាមពិតបងប្អូនអត់មានបាក់ទេគ្រាន់ថាយើងត្រូវការprocess វាពី3ដំណាក់កាលអញ្ចឹងណាបានឈានដល់ការបណ្ដុះហ្នឹងហើយនេះគេហៅថាមេស្ពតផ្សិតច្បាើគឺសរសៃវារៀងស្ដើងដូចស្បុកពីងពីអញ្ចឹងណាបើយើងមើលក្លេចមើលផ្លែតដូចស្បុកពីងពីអញ្ចឹងឆ្លងកាត់ដំណាក់កាលហ្នឹងហើយត្រូវតទៅដំណាក់កាលទី2គឺការធ្វើកំប៉ុស្តបាទអាចយកមេស្ពតហ្នឹងទៅបង្កាត់ចម្លងទៅកំប៉ុស្តភាសាទៀតទើបអាចឈានដល់ការបណ្ដុះបានបាទហើយអាយុកាលវាត្រឹមតែ15ថ្ងៃប៉ុណ្ណោះមិនអាចលើសពីនឹងបានទេបាទចាអរគុណច្រើនបងប្អូន